រឿងនិទានខ្មែរត្រីមាសកាលពីយូរយារណាស់មកហើយនៅភូមិសាស្ត្រមួយដ៏ស្រស់បំព្រងមានព្រៃឈើស្រដៀងនឹងសុបិននិងបឹងទឹកថ្លាឆ្វេងមួយធំរលកយកខ្ចយនៅជិតបឹងនោះមានភូមិតូចមួយឈ្មោះភូមិព្រៃសីដែលប្រជាជនមានចិត្តល្អស្មោះរស់នៅដោយសុខសន្តិភាពពួកគេរកស៊ីដោយធ្វើស្រែចម្ការនិងតាមរកភ្លានុផលពីព្រៃឈើនិងបឹងទឹកនៅក្នុងបឹងថ្លានោះមានត្រីពិសេសមួយប្រភេទដែលគេហៅថាត្រីមាសត្រីនេះមានស្រកាភ្លឺពណ៌មាសរន្ទាលហើយនៅពេលរសៀលដែលថ្ងៃរះចាំងមកលើទឹកវាហាក់ដូចជាត្រចៀកត្រីមានពន្លឺមាសបញ្ចាំងពន្លឺភ្លឺចិញ្ចាចប៉ុន្តែអ្នកស្រុកទាំងអស់សុទ្ធតែដឹងថាត្រីមាសនេះពិតជាមានអានុភាពអាទិទេពមិនមែនជាត្រីធម្មតាឡើយពួកគេមិនដែលនេសាទត្រីមាសនោះទេគ្រាន់តែមើលឃើញវាហើយរីករាយហើយជឿថាវាជាអ្នកថែរក្សាបឹងនិងភូមិព្រៃសីមានក្មេងប្រុសកំសត់ម្នាក់ឈ្មោះថនរស់នៅជាមួយម្ដាយឈឺធ្ងន់ថនខំធ្វើការយ៉ាងហត់នឿយតែអ្វីមិនបានសម្រេចដំណាំអន់អាហារសោះសាថ្ងៃមួយម្ដាយរបស់គាត់ឈឺខ្លាំងឡើងអ្នកជំនាញពេទ្យព្រៃប្រាប់ថាត្រូវការថ្នាំដ៏ថ្លៃថ្នូរមកព្យាបាលថនពិបាកចិត្តយ៉ាងខ្លាំងគិតគ្មានដំណោះស្រាយនៅពេលយប់មួយក្នុងឱកាសដែលព្រះច័ន្ទពេញវង់ភ្លឺថ្លាថនដើរទៅចំណុចខ្ពស់មើលទៅបឹងហើយគេកើតទុកយ៉ាងជ្រៅគេសូត្របួងសួងដោយសាច់ចិត្តគេអស់អាទិទេពត្រីមាសបើលោកមានអានុភាពពិតប្រាកដសូមជួយម្ដាយខ្ញុំផងខ្ញុំសូមធ្វើអ្វីក៏បានសូម្បីតែជីវិតខ្ញុំក៏ដោយបន្ទាប់ពីពាក្យសូត្រនោះពន្លឺមួយរស្មីពណ៌មាសផុសឡើងពីកណ្ដាលបឹងហើយត្រីមាសលោតមកលើផ្ទៃទឹកនិយាយជាសំឡេងមនុស្សប្រុសដ៏ពីរោះថនកូនសប្បុរសខ្ញុំមានសំឡេងបួងសួងរបស់អ្នកខ្ញុំនឹងជួយដល់ម្ដាយអ្នកតែអ្នកត្រូវជួយខ្ញុំវិញមួយគឺអ្នកត្រូវទៅយកវត្ថុមួយពីភ្នំគោពិភពលោកដែលនៅឆ្ងាយពីទីនេះយកមកឲ្យខ្ញុំនៅទីនោះមានផ្កាឈូកមាសជាថ្នាំព្យាបាលគ្រប់ជំងឺថនព្រមព្រៀងភ្លាមត្រីមាសបនពណ៌មាសមួយរស្មីពេលនោះថនមានកម្លាំងថ្មីហើយទទួលបានផែនទីមួយដែលបង្ហាញផ្លូវទៅកាន់ភ្នំគោពិភពលោកដំណើររបស់ថនពោពេញទាំងឧបសគ្គព្រៃជ្រៅគ្រីសយាយម៉ាខ្លាធំនិងសត្វអណ្ដើកយក្សដែលយាមផ្លូវទៅកាន់ភ្នំប៉ុន្តែរាល់ពេលដែលគេជួបគ្រោះថ្នាក់រស្មីពណ៌មាសពីត្រីមាសតែងលេចឡើងជួយគេឲ្យរួចផុតពីគ្រោះថ្នាក់ថនបានទៅដល់ភ្នំហើយយកបានផ្កាឈូកមាសមកដោយជោគជ័យពេលត្រឡប់មកដល់បឹងវិញត្រីមាសរីករាយយ៉ាងខ្លាំងត្រីមាសប្រាប់ថនថាបុផ្កាឈូកមាសនេះនៅពេលដាក់ក្នុងទឹកបឹងវានឹងបញ្ចេញថ្នាំពណ៌មាសដែលធ្វើឲ្យទឹកបឹងមានអានុភាពព្យាបាលជំងឺអ្នកយកទឹកនេះទៅព្យាបាលម្ដាយអ្នកហើយចែកជាមួយប្រជាជនទាំងអស់ផងថនធ្វើតាមម្ដាយរបស់គាត់បានជាសះស្បើយហើយប្រជាជនភូមិក៏សុខដុមរមនាគ្មានអ្នកណាឈឺថែមទៀតត្រីមាសក៏បានប្រោសប្រទានអនុសាសន៍មួយទៀតថាបឹងនេះនឹងសម្បូរត្រីជានិច្ចប្រសិនបើអ្នករាល់គ្នារក្សាវាឲ្យស្អាតហើយមិននេសាទត្រីដោយវិធីគ្រោះថ្នាក់ដូចជាការប្រើថ្នាំពុលឬសំណាញ់ភ្លុះជាដើមត្រីមាសនឹងនៅថែរក្សាអ្នករាល់គ្នាជារៀងរហូតចាប់ពីពេលនោះមកភូមិព្រៃសីក្លាយជាភូមិមួយស្រស់បំព្រងសុខសប្បាយត្រីមាសត្រូវបានគេគោរពជាអាទិទេពថែរក្សាភូមិរឿងអាក្រក់គ្រប់បែបយ៉ាងតែងតែត្រូវបានហាមឃាត់ហើយអ្នកភូមិរស់នៅដោយសុភមង្គលអស់កលឹបជានិច្ចចំណែកឯថនក្រោយមកបានក្លាយជាមេភូមិដែលមានប្រាជ្ញាហើយតែងតែរំលឹកដល់ក្តីល្អរបស់ត្រីមាសដល់កូនចៅជំនាន់ក្រោយសារៈប្រយោជន៍នៃរឿង1. ក្តីសង្ឃឹមនិងការតស៊ូថនមិនអត់អន់នៅពេលជួបបញ្ហាគេខំស្វែងរកដំណោះស្រាយហើយតស៊ូដើម្បីគោលដៅល្អ 2. ការថែរក្សាធនធានធម្មជាតិរឿងនេះជាការរំលឹកឲ្យយើងថែរក្សាបឹងទន្លេសមុទ្រនិងជីវចម្រុះឲ្យបាននិរន្តរ៍ 3. ការជួយគ្នាទៅវិញទៅមកត្រីមាសជួយថនហើយថនក៏ជួយដោយការទៅយកផ្កាឈូកមាសមកវិញដែរ 4. ការគោរពជឿជាក់លើអ្វីដែលថែរក្សាយើងតាមបែបជំនឿប្រពៃណីធម្មជាតិគ្រប់រូបភាពមានព្រលឹងអាទិទេពថែរក្សាត្រីមាសគឺជារឿងនិទានដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមនុស្សនិងធម្មជាតិដែលជាប្រភពនៃជីវិតនិងសុខមាលភាព